បងប្អូនទាំងអស់គ្នាខ្ញុំសូមធ្វើវីដេអូបញ្យល់អំពីការប្រើប្រាស់ឯកសាររបស់យើងប្រចាំខែណាអញ្ចឹងជារៀងរាល់ខែគឺយើងតែងតែមានឯកសារបែបនេះហើយឯកសារនេះណាវិធីប្រើប្រាស់គឺអត់មានអីពិបាកទេសំខាន់បងប្អូនយើងមើលណាឧទាហរណ៍ថានេះគឺជាតារាងប្រតិទិនប្រចាំខែសម្រាប់ការប្រើប្រាស់ថាមពលជីមិនទុនជាតែនេះគឺជាឯកសារសម្រាប់ខ្ញុំចែករំលែកទៅកាន់សាធារណជនទូទៅហើយឯកសារដែលយើងប្រើសម្រាប់សមាជិករបស់យើងគឺឯកសារមួយនេះណាដូចគ្នាទេគ្រាន់តែថានេះពេញមួយខែអានោះខ្ញុំ free ឲ្យ7ថ្ងៃបាទអញ្ចឹងសម្រាប់ការប្រើប្រាស់នោះគឺយើងមើលណាឧទាហរណ៍ថ្ងៃនេះជាថ្ងៃទី2អញ្ចឹងថ្ងៃទី2នៅក្នុងតួខែនេះគឺជាខែជូតណាដីដកនៅលើជូតហើយថ្ងៃនេះគឺជាថ្ងៃភ្លើងបូកនៅលើជូតណាអញ្ចឹងខ្ញុំដាក់ខែមុនដើម្បីឲ្យស្រួលបងប្អូនយើងដឹងថានេះនៅក្នុងខែណានេះនៅក្នុងខែណាដោយយើងស្រួលកំណត់ចំណាំណាអញ្ចឹងនេះគឺជាវេលាឆ្លងខែអញ្ចឹងនៅក្នុងថ្ងៃនេះគឺយើងមានធម៌ពលទាំងអស់នេះណាយើងមានធម៌ពលទាំងអស់នេះនៅក្នុងទិសទាំងអស់នេះដែរណាអញ្ចឹងទិសនីមួយៗនោះមានធម៌ពលផ្សេងគ្នាមានធម៌ពលផ្សេងគ្នាអញ្ចឹងយើងមានសញ្ញាពពកណាមានសញ្ញាព្រះអាទិត្យហើយមានពពកនៅពីក្រោមអញ្ចឹងវាជាសញ្ញាមួយដែលបញ្ជាក់ថាមានធម៌ពលមានធម៌ពលក្នុងការបួងសួងណាមានធម៌ពលក្នុងការបួងសួងមានឫទ្ធានុភាពមានបង្កើតជាទស្សនវិស័យសម្រាប់ឲ្យយើងធ្វើកិច្ចការអីណាមួយឬក៏យើងកំពុងតែសុញរឿងអីណាមួយយើងទៅសមាធិនៅទិសនោះដោយបែរខ្នងទៅកាន់ទិសនោះដើម្បីបង្កើតជាទស្សនវិស័យបង្កើតជាអ្វីមួយដែលយើងចង់ដឹងចង់ឃើញឲ្យភ្លឺថ្លាណាហើយបង្កើតជាយុទ្ធសាស្ត្រនិងការធ្វើដំណើរចង់ធ្វើដំណើរទៅណាទៅណីហ្នឹងសមាធិទៅនោះទៅទិសនោះទៅដើម្បីសុំធម៌ពលជួយថែរក្សាការពារយើងឲ្យបានសុខសប្បាយអញ្ចឹងសូមបញ្ជាក់ផងដែរថាតារាងឈីមិនទុនជាគឺជាតារាងដែលយើងសមាធិដោយបែរខ្នងទៅរកណាសម្រាប់សមាជិកចាស់អ្នកដែលចូលយូរហើយគាត់ដឹងហើយប៉ុន្តែសម្រាប់បងប្អូនដែលទើបនឹងចូលថ្មីប្រហែលជាអត់ទាន់ច្បាស់រឿងហ្នឹងអញ្ចឹងអ្វីក៏ដោយដែលពាក់ព័ន្ធជាមួយនឹងឈីមិនទុនជាគឺយើងត្រូវបែរខ្នងណាបែរខ្នងទៅកាន់ទិសនោះអញ្ចឹងអានេះគឺពាក់ព័ន្ធជាមួយនឹងការបួងសួងសុំឲ្យមានឫទ្ធានុភាពមានបុណ្យបារមីបង្កើតទស្សនវិស័យគិតរឿងយុទ្ធសាស្ត្រឬក៏សុំឲ្យមានការជួយជ្រោមជ្រែងក្នុងការរៀបចំយុទ្ធសាស្ត្រការធ្វើដំណើរផ្សេងនោះគឺទិសដែលមានសញ្ញាព្រះអាទិត្យហើយមានពពកបាំងអាហ្នឹងពពកបាំងហ្នឹងគឺមិនមែនបាំងមិនឲ្យមើលឃើញអីទេគឺលក្ខណៈមួយថាបង្ហាញថានៅឋានសួគ៌មានមេឃមានពពកមានថ្ងៃអញ្ចឹងណាអាហ្នឹងគឺជាធម៌ពលមកពីឋានសួគ៌ណាចំណាំណារូបនេះណារូបវ៉ាលីនេះគឺជាធម៌ពលដែលអាចជួយយើងពាក់ព័ន្ធនឹងមុខរបរការងារពង្រីកបណ្ដាញទំនាក់ទំនងបញ្ចេញមុខមាត់ហើយធ្វើម៉េចឲ្យរីកចម្រើនឲ្យល្អប្រសើរជាងមុនអញ្ចឹងបើសិនជាអ្នកដែលធ្លាប់រៀនឈីមិនទុនជាកន្លងមកសញ្ញាឋានសួគ៌នេះគឺមានអាទិទេពឈ្មោះ Heaven អញ្ចឹង Heaven គឺជាសួគ៌ឯងគឺជាឋានសួគ៌ណាហើយរូបវ៉ាលីនេះគឺមានទ្វារជា Open Door ណា Open Door ហើយដល់ពេលខាងក្រោមនេះគឺទំនាក់ទំនងណា Harmony គឺពង្រីកបណ្ដាញទំនាក់ទំនងកិច្ចសហការនិងទំនាក់ទំនងស្នេហាអញ្ចឹងទិសណាដែលមានធម៌ពលនៅក្នុងនោះគឺវានឹងផ្ដល់ឥទ្ធិពលបែបនោះមកណាយើងនៅមាន3ទៀតគឺរូបមកុដនេះគឺពាក់ព័ន្ធនឹងសិទ្ធិអំណាចជំនួយការគ្រប់គ្រងការរក្សាការពារការដឹកនាំហើយនឹងឥទ្ធិពលលើគ្រប់បែបយ៉ាងបងអាហ្នឹងបើសិនជាយើងអ្នករៀនក្បួនឈីមិនទុនចាស់យើងដឹងហើយថាជា chief ណាជាទិសដែលមានអាទិទេព chief អញ្ចឹងអាទិទេព chief គឺជាមេរបស់អាទិទេពទាំងឡាយនៅក្នុងក្បួនឈីមិនទុនចាស់អញ្ចឹងតែគាត់នៅកន្លែងណាហើយគ្រប់យ៉ាងគឺត្រូវតែល្អប្រសើរអញ្ចឹងណាហើយរូបសញ្ញាដុល្លារលុយណានាំឲ្យមានធម៌ពលពាក់ព័ន្ធនឹងឱកាសទ្រព្យធនសម្បូរសប្បាយរីកចម្រើននិងជោគជ័យអញ្ចឹងសញ្ញាលុយនេះគឺពាក់ព័ន្ធនឹង life door
ណាពាក់ព័ន្ធនឹង life door ហើយសញ្ញាពេទ្យណាសញ្ញានេះគឺពេទ្យពាក់ព័ន្ធការសម្រាកការបន្ធូរភាពតានតឹងការព្យាបាលទាំងឡាយអញ្ចឹងគឺជា rest door ណា rest door អញ្ចឹងកន្លែងណាក៏ដោយដែលមានថាមពលបែបណាគឺជាទិសដែលយើងអង្គុយបែរខ្នងទៅរកទិសនោះហើយបង្កើតថាមពលពាក់ព័ន្ធនឹងអំណាចថាមពលរបស់វាឧទាហរណ៍ថាកន្លែងនេះណាថ្ងៃនេះនៅទិសជើងជាងកើតមានរូបមន្ទីរពេទ្យនេះអញ្ចឹងមានន័យថាទិសខាងជើងជាងកើតគឺជាទិសដែលល្អសម្រាប់យើងអង្គុយបែរខ្នងទៅរកដើម្បីឲ្យបង្កើតជាថាមពលមួយដែលជួយយើងឲ្យសម្រាកឲ្យបានស្រួលណាបន្ធូរបន្ថយភាពតានតឹងអារម្មណ៍ហើយនឹងព្យាបាលរបួសជំងឺទាំងឡាយហ្នឹងឲ្យឆាប់ធូរស្បើយណាហើយទិសខាងកើតគឺលុយកាណាចង់បានលុយទាលុយគេឬមួយក៏បង្កើតជាអីថ្មីឬក៏ដាក់ promotion អីថ្មីនោះចេញឱកាសរកស៊ីអីថ្មីហ្នឹងណាចង់ឲ្យបានលុយអញ្ចឹងសមាធិនៅទិសនេះមួយដើម្បីឲ្យកិច្ចការដែលយើងធ្វើនោះបង្កើតជាផ្លែផ្កាបានល្អអញ្ចឹងណាសូមបញ្ជាក់ផងដែរថាទិសណាយើងឃើញប៉ុន្តែមានចៃដន្យអីមានប្រអប់ខ្លះ highlight ប្រអប់ខ្លះអត់មាន highlight ហេតុអីបានអញ្ចឹងគឺដោយសារខ្ញុំបញ្ចូលជាមួយរូបមន្ត strategic execution ឬក៏គេហៅថា battlefield គឺទិសណាដែលមាន highlight នោះគឺជាទិសដែលមានថាមពលគួបផ្សំបន្ថែមអញ្ចឹងមានន័យថាបើសិនជាវាមានសញ្ញាបែបនេះហើយដុល្លារហើយមាន highlight ទៀតអញ្ចឹងមានន័យថាវាមានឥទ្ធិពលខ្លាំងណាវាមានឥទ្ធិពលកាន់តែខ្លាំងហើយបើសិនជាមានសញ្ញាផ្កាយណាហើយមាន highlight មានន័យថាទិសនោះបើសិនជានិយាយអំពីឥទ្ធិពលទាំងអស់នេះវាអត់មានទេក៏ប៉ុន្តែទិសនោះវាមានឥទ្ធិពលមួយបែបផ្សេងទៀតដែលអាចជួយយើងឲ្យសម្រេចកិច្ចការបានអញ្ចឹងអាចទៅប្រើទិសនោះបន្ថែមទៀតក៏បានដែរណាមានន័យថាយើងអាចប្រើទិសណាមួយអញ្ចឹងទៅហើយយើងទៅទិសនេះមួយទៀតមកដើម្បីទាញយកកម្លាំងថាមពលនោះមកជួយយើងឲ្យកាន់តែខ្លាំងឲ្យកាន់តែល្អប្រសើរជាងមុនអញ្ចឹងមួយថ្ងៃយើងអាចសមាធិទិសច្រើនជាងមួយណាមិនមែនទិសតែមួយទេគឺទិសប្រហែលទិសក៏ដោយទាំងអស់ក្នុងមួយថ្ងៃនេះមានទិសណាល្អណាខ្លះយើងប្រើចង់ប្រើទាំងអស់ក៏បានដែរអត់ជាបញ្ហាទេណាសូមជំរាបជូនឲ្យតអញ្ចឹងចំណុចមួយទៀតណាចំណុចមួយទៀតរាល់ពេលដែលមានណារាល់ពេលដែលមានរូបមកុដឬក៏រូបឋានសួគ៌នេះណារាល់ពេលរាល់កន្លែងដែលមានរូបនេះណាមួយណាក៏បានដែរនៅប្រអប់ណាមួយជាមួយនឹងអីផ្សេងមួយទៀតឧទាហរណ៍នៅថ្ងៃស្អែកណាមានរូបឋានសួគ៌នៅជាមួយនឹងប្រអប់ការងារเนาะឱកាសមុខរបរការងារអញ្ចឹងមានន័យថានៅថ្ងៃនោះទិសនោះឱកាសមុខរបរការងារនេះនឹងមានឥទ្ធិពលឆាប់បានសម្រេចជាងវេលារដងជាងបែបនេះជាងបែបនេះដោយសារវានៅជាមួយឋានសួគ៌អញ្ចឹងមានន័យថាឋានសួគ៌ចាំជួយយើងហើយតោះនេះឋានសួគ៌ចាំជួយយើងមានន័យថាទេវតានៅឋានសួគ៌ចាំជួយយើងនៅទៅហ្នឹងអញ្ចឹងយើងរៀនប្រើធម៌ពលនោះយើងទៅប្រើធម៌ពលនោះដើម្បីជួយឲ្យកិច្ចការរបស់យើងបានសម្រេចមិនត្រឹមតែឋានសួគ៌ទេសូម្បីតែមានរូបមកុដនេះក៏ដោយណាឧទាហរណ៍នេះណាអញ្ចឹងមានន័យថាឱកាសការងារនេះណាអានេះដោយសាររូបវ៉ាលីហើយរូបមកុដจะមានន័យថាឱកាសការងារនោះមានលោកធំចាំជួយជ្រោមជ្រែងបើនេះរឿងលុយកាក់មានលោកធំចាំជួយជ្រោមជ្រែងរបស់យើងណាបើនេះរឿងលុយកាក់គឺមានឋានសួគ៌ចាំជួយជ្រោមជ្រែងណាបែបហ្នឹងណាខ្ញុំសំដៅទៅលើរូបពីរនេះគឺឥទ្ធិពលខ្លាំងលើសគេដល់ណាតែបើសិនជាគប់ផ្សំពីរដែរដោយអានេះអីគឺទូទៅធម្មតាគាត់ថាទិសនេះមួយមានធម៌ពល2នៅក្នុងថ្ងៃហ្នឹងណាគឺមានធម៌ពល2គឺធម៌ពលទំនាក់ទំនងមួយធម៌ពលឱកាសការងារមួយនេះធម៌ពលទំនាក់ទំនងមួយធម៌ពលព្យាបាលមួយតោះណានេះធម៌ពលទំនាក់ទំនងឱកាសការងារជាមួយគ្នាអញ្ចឹងណាអញ្ចឹងរៀនប្រើធម៌ពលហ្នឹងកន្លែងនេះអត់មាន highlight មែនក៏ប៉ុន្តែមានឋានសួគ៌នៅហើយមានមន្ទីរពេទ្យអញ្ចឹងមានន័យថាទេវតាចាំជួយព្យាបាលយើងចាំជួយយើងឲ្យសម្រាកឲ្យបន្ធូរតានតឹងអារម្មណ៍នឹងបានដល់នេះ
សំខាន់បំផុតគឺយើងមើលរូបមកុដហើយនឹងរូបឋានសួគ៌ណាមកុដគឺជាស្ដេចចាំជួយយើងអញ្ចឹងមានន័យថាអ្នកធំចាំជួយយើងហើយឋានសួគ៌គឺទេវតាចាំជួយយើងហើយអញ្ចឹងត្រូវយល់អំពីកម្លាំងធម៌ពលហ្នឹងណាអញ្ចឹងទិសណាដែលមានតែមួយទេគឺវាមានធម៌ពលតែមួយទេតែបើទិសនេះមានឋានសួគ៌មានស្ដេចមានលោកធំហើយនឹងឱកាសការងារចាំជួយយើងតោះណាអញ្ចឹងអាហ្នឹងគឺជាប្រភេទកម្លាំងធម៌ពលដែលខ្ញុំធ្វើវីដេអូនេះជំរាបជូនបងប្អូនយើងឲ្យយល់អំពីការប្រើប្រាស់អញ្ចឹងវិធីសមាធិគឺយើងអង្គុយបែរខ្នងទៅទិសនោះវេលាម៉ោងណាក៏បានដែរព្រោះនេះតារាងនេះគឺយើងយកតាមថ្ងៃណាយើងអត់យកតាមម៉ោងទេបើយកតាមម៉ោងគឺមួយថ្ងៃ24ម៉ោងទៀតអញ្ចឹងតារាងយើងមិនដឹងជាវែងដល់កម្រិតណាទេអញ្ចឹងខ្ញុំអត់ធ្វើដល់នោះទេណាខ្ញុំព្យាយាមសម្រួលដើម្បីបងប្អូនយើងអាចប្រើធម៌ពលបានហើយបានជោគជ័យទាំងអស់គ្នាអញ្ចឹងពេលដែលយើងធម្មតាយើងត្រូវមានផែនការជីវិតរបស់យើងមានផែនការការងារប្រចាំថ្ងៃរបស់យើងថាថ្ងៃនេះយើងត្រូវធ្វើកិច្ចការអីតំណែងតំណនតាណាតាក់ទងជាមួយអ្នកណាទៅលើកិច្ចការអីហើយយើងដឹងការងាររបស់យើងហើយយើងបើកភ្នែកមកយើងដឹងថ្ងៃនេះយើងត្រូវធ្វើអីមិនអញ្ចឹងអញ្ចឹងដល់ពេលដែលយើងដឹងពីការងាររបស់យើងហើយយើងសមាធិយើងមើលទិសថ្ងៃនេះទិសការងារនៅណាទិសលុយនៅណាទិសអីនៅណាយើងសមាធិទៅកាន់ទិសណាមួយដែលយើងត្រូវធ្វើការពាក់ព័ន្ធនឹងអានោះណាអានឹងជារឿងចម្បងសំខាន់បំផុតអញ្ចឹងបែរខ្នងទៅទិសនោះទីហោថ្ងៃនេះត្រូវជួបជាមួយភ្ញៀវពាក់ព័ន្ធរឿងការងារហើយត្រូវសម្រេចរឿងលុយអញ្ចឹងយើងបែរមុខទៅរកបែរខ្នងណាជាស្រ័យបែរខ្នងទៅរកទិសការងារគឺទិសរូបវ៉ាលីហើយក៏បែរខ្នងណាសមាធិនោះចប់ហើយយើងបែរខ្នងមកកាន់ទិសរូបសញ្ញាដុល្លារណាដើម្បីសម្រេចការងារហើយសម្រេចរឿងលុយទៀតតែបើសិនជាការទំនាក់ទំនងនោះមិនសូវសនុករលូនល្អទេបែរទៅរកទិសនេះមួយទៀតគឺទិសអីគេទិសបេះដូងដោយសារពាក់ព័ន្ធនឹងការទំនាក់ទំនងណាយល់ណាអញ្ចឹងត្រូវចេះប្រើវាឲ្យត្រូវជាមួយការងាររបស់យើងហើយសម្រាប់អ្នកខ្លះគាត់ជាគ្រូពេទ្យអញ្ចឹងគាត់ត្រូវការព្យាបាលអ្នកជំងឺថ្ងៃនេះមានអ្នកជំងឺសំខាន់អញ្ចឹងសូមកម្លាំងថាមពលក្នុងការជួយព្យាបាលអ្នកជំងឺឲ្យល្អអញ្ចឹងបែរទៅរកទិសដែលមានរូបមន្ទីរពេទ្យណាបើយើងឈឺខ្លួនអញ្ចឹងក៏អញ្ចឹងដែរអត់ស្រួលខ្លួនឬក៏ហត់ពេកទៅការសម្រាកប្រមូលថាមពលមកវិញគឺយើងរកទិសដែលបែរខ្នងទៅកាន់ទិសរូបសញ្ញាមន្ទីរពេទ្យនោះណាអញ្ចឹងយើងមាននៅក្នុងតារាងនេះហើយអញ្ចឹងគ្រប់យ៉ាងគឺយើងរៀនប្រើកម្លាំងទាំងអស់នេះដើម្បីជួយយើងឲ្យថាមពលជីវិតទុនចាននេះមានឥទ្ធិពលខ្លាំងណាស់អញ្ចឹងព្យាយាមប្រើទាំងអស់គ្នាណាហើយយើងសំចឹងគិតមើលទៅលើអីដែលយើងចង់បាននោះមានន័យថាយើងបែរខ្នងទៅកាន់ទិសនោះហើយយើងសញ្ជឹងគិតទៅលើអ្វីដែលយើងចង់ធ្វើនោះក្នុងន័យវិជ្ជមានចង់បានភ្ញៀវសម្រាប់កិច្ចការជាមួយយើងបានល្អចុះកុងត្រាជាមួយយើងអីគឺយើងប្រមាណមើលនៅទស្សនវិជ្ជាល្អទាំងឡាយដែលយើងចង់ឲ្យកើតមានឡើងយើងមិនអាចអង្គុយប្រមាណមើលថាខ្ញុំមិនចង់បានរឿងនេះទេខ្ញុំមិនចង់ឲ្យភ្ញៀវខ្ញុំស៊ីឡាក់លើខ្ញុំទេភ្ញៀវខ្ញុំក្បត់ខ្ញុំទេអាហ្នឹងវានឹងកើតធម៌ពលនោះមកអញ្ចឹងដើម្បីជៀសវាងធម៌ពលបែបនោះគឺយើងត្រូវប្រមាណមើលថាខ្ញុំចង់ឲ្យភ្ញៀវរបស់ខ្ញុំស្មោះត្រង់ជាមួយខ្ញុំហើយធ្វើកិច្ចការងារប្រកបដោយសមតុល្យឬក៏សច្ចភាពជាមួយគ្នាហើយមានយុត្តិធម៌ជាមួយគ្នាទៅវិញទៅមកណាអញ្ចឹងនិយាយបែបហ្នឹងមកអត់មានទៅនិយាយក្នុងន័យអវិជ្ជមានទេតែនិយាយក្នុងន័យអវិជ្ជមានគឺកើតឡើងហើយណាឋានសួគ៌កម្លាំងធម៌ពលចក្រវាលគេអត់ទទួលស្គាល់ថាមិនចង់បានទេដូចខ្ញុំឧទាហរណ៍មកខ្ញុំតែងតែនិយាយនៅក្នុងក្រុមចក្រវាលហើយនឹងក្រុម achievement ដែរខ្ញុំតែនិយាយថាចាំគិតសម្ដីខ្ញុំណាចាំស្ដាប់ហើយចាំមើល reaction របស់យើងខ្ញុំហាមមិនឲ្យគិតអំពីដំរីពណ៌សមានភ្លុក8គាត់និយាយចុះបងប្អូនយើងគិតហើយបាត់ហើយណាខ្ញុំហាមខ្ញុំមិនចង់ឲ្យគឺយើងគិតរួចហើយអញ្ចឹងអ្វីដែលយើងចង់ធ្វើគឺយើងត្រូវរៀបចំparole របស់យើង script របស់យើងជាន័យវិជ្ជមានទាំងអស់ដើម្បីឲ្យធម៌ពលទាំងអស់នោះក៏កើតឡើងចំពោះយើងហើយហុចផលមកយើងបានល្អប្រសើរតោះណាអញ្ចឹងអានេះគឺជាតារាងជីមិនទុនជាណាអញ្ចឹងកុំបារម្ភថាឆុងខែឆុងអីក៏ប៉ុន្តែបើសិនជាឆុងថ្ងៃអាហ្នឹងយើងនឹងខ្សោយឥទ្ធិពលបន្តិចតែយើងប្រើនៅតែទទួលបានផលយើងប្រើកម្លាំងធម៌ពលទាំងអស់នេះនៅក្នុង
về liên na để trong đừng đuông để xây được bảo dưỡng cứ vì mình nom ở tiệp là cọ đội dương chập đàn thừa cái ca ấy nào mùi để trong nô tê khi ông trong chuẩn bị chun ở vô vì chuẩn bị mùi đấy cái lóng mới bom bộ những số tha ta ca thua mà thị chi mình đơn chép bớt giờ trong về lia để trong chỉ mùi dưỡng nơi thì ngày trong chỉ mùi dưỡng ta ban phò được ở trong sầm khán lưu dương thua ấy bớt sân chỉ dương thua chi mình đơn chép sầm rạp chui bờ tây chiết ấy nút nâng việc ai nâng thua dưỡng bạn tham một phố rồi mùi co bạn tham một phố bên này là bạn cầm lắng rồi mùi co ở sợi bàn phò đấy tại bớt sân chỉ dương thua sầm rạp chi phiệp dươngประจำ tháng ngày nâng cứ chi hưởng đại dương cu bị cha ná nông ca thừa đời xa ngày nó chống này chẳng bởi tháng ngày chống dương cua tại tiên dốc tham một bô bị chặt vá mà chui dương làm bay tốt cầm oi dương đấy vì đôn đạp bị cầm oi dương đấy ta tôi bán tham một bô với chấm biến bị ca chống ประจำ tháng ngày nổi bị dân dân được xây tham một bô mà chui toàn đấy dân bên đây thầy dân xây tham một bô rồi bỏ chặt vá mà chui dương tục nơi tham phiệp tháng ngày này ọt sủa để trồng giống như xây tham phôi chặt vá mà chui dưỡng đầm bấy cầm áo dưỡng từ tua rong sầm phiệp nó khẳng bể đấy giống sầm đạp dưỡng thua cái ca như tu tới 100 tháng ngày trong này nó mày thôi tái bờ sân chỉ bẹ pon chỉ môi nâng ca thua sầm thị chỉ mình đơn che đầm bấy chui về thể chết đấy nâng sầm rạ đời đấy cầm thừa ấy toàn đấy đến đây cứ chia còn lướt sầm đạp phải vô bom phôi nữa ở chơi vô làm pí tảng chỉ mình đơn che dương miền tà rang tầng ốc bẩm buôn bàn tay tà rang khá cứ chơi tà rang để khi ông đừng chạy chun free tới xa thiền nã tiền chẳng bị ọt đi bành hà đấy nè nè đi tà rang chỉ mình tuần chết tại chạy chun tới chia xa thiền nã tiền lúc chúng phải vô tà rang đi mùi tiệt nè bà hai chia bom ôn những việc chắc ọt chết bà anh chắc nè dương đăng hỏi than nơi tư khẳng chưa ở khẳng thứ 4 cứ chỉ tư khẳng lư hỏi miền tư của mì nè chẳng dồn thành 4 คือ dồn ấy nó khi mình bánh chay tới đó bông bộ nên vô lấy nè riêng không xôi chờ đã tại bà hai trên miền nè khác mây xà lan đem đón ai miền sầm nú xua ban đó chẳng cái nữa ประจำ khái คือกระดาษเตะนะอันนี้ติดตั้งกระดาษเตะกายเล็กผมบ้วนจะมีในทางกระดาษเตะกายเล็กผมบ้วนประจำ khái ประจำ ชั้นกายเล็กปียกตีผมบ้วนกายเล็กผมบ้วนในขนมกระดาษนั่งจังในขนมไข่นี้ทำมาโปรตีขนมvì lõ có bàn tay vì miền cài lịch pi ní muối vì hiện lia cho mỗi tham phô mình lõ là giống cài lịch pi nè vì chỉ liệp nó vẹn hoàn cho mỗi là cho là drop nó là đập hiệp sna đáy rồi chấm rán rôm tiền sum biết nó chừng người giống vì miền hướng lia cái đi nữa giống ประจำ ชั้นคือแบบหนึ่งให้ประจำ khái กายlịch 9คือนอมาเมียนกาวินิยกไปเชียร์ประเภทสเตปัญญาในการลานดำไหนนะกายlịch 9หนึ่งทั้งเวลาภาษาเมื่อวิ่งมวยกำรัดเนอะลาภาษาเมื่อวิ่งมวยกำรัดอันนี้ประจำ khái อันนี้ประจำ khái 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 ยังอาจดังให้ท่าในขนมตึกเชิงเฉียงก้าวเมียนกายlịch 3ประจำ khái từ hàng chương miền cài lịch 5 trường trình lách miền cài lịch muối ai từ hàng lách miền cài lịch pi bông trình lách cài lịch muối bông miền cài lịch 4 ai từ hàng bông trình cát miền cài lịch 7 ประจำ khải trong này ai ประจำ ชั้นคืออันนี้หาได้บ้านจิตดังได้ซากขยมđạoจำนำหอยเนี่ยเนอะเห็นมือนั้นนะขยมđạoจำนำหอยใหญ่นี่ประจำยกตีผมบ้วนยังแบบเพย์ชั้นนำนะจะปีปอนเพย์บ้วนต่อtới rồi làปีปอนสายใบนะกำลังทำแบบโปรกายนั่งเลยอะไรนั่งแบบยังในขนมนั่งถ่ายมันติดในขนมนั่งถ่ายมันติดนะคือในขนมชั้นนำมาสัญพวกยังในซอทำแบบโปรชั้นนำมาสัญอย่างไรนะตอนจังจีเพลย์กาได้ตัวโจดอกไข่pí bàn chỗ đó làm mầm mí chứ được không làm mà xanh đi cứ mà xanh cái kết chấp bị ông sa này tới đó ông sa này tới cứ mà rồi sam pram đó rồi sam pram là hồ từ đó mà rồi học pram mà xanh được lại đi đó chẳng từ trong 100 cho nắm à đấy từ mà xanh cứ từ lại đi đó chẳng từ trong 100 cho nắm cứ có khá đường ruộng khá thoát đường ruộng chẳng
3 15 ណាតាំងពី 3 15 រហូតដល់ 3 45 ហើយពីអង្សា 45 រហូតដល់ 135 45 រហូតដល់ 135 ដល់នេះខាង 3 killing ណោះអានេះយើងដឹងហើយតាំងពីហុងស៊ុយឆ្នាំមុនមែនណា 2025 បញ្ជាក់អញ្ចឹងណាសម្រាប់លោកគ្រូអ្នកគ្រូខ្លះគាត់ប្រកាន់យកតែទិសគោលនេះទេប៉ុន្តែក្នុងតារាងនេះឯកសារសម្រាប់ក្លឹបចក្រវាឡគឺខ្ញុំប្រកាន់យកទិសធំតែម្ដងព្រោះអំណាចធម្មពលវាមានសាយភាយណាអញ្ចឹងយើងត្រូវប្រយ័ត្នតាមរូបមន្តនេះច្បាស់លាស់ជាងណាហើយប្រចាំខែនេះខែឆ្លូវណាខែហ្នឹងចាប់ពីថ្ងៃទី5ទៅគឺខែឆ្លូវអញ្ចឹងឆ្លូវចាប់ពីអង្សាប៉ុន្មាន15ដល់45អញ្ចឹងចាប់ពីអង្សា15ដល់45អញ្ចឹងអានេះគឺជាអង្សាទិសឆ្លូវណាអញ្ចឹងទិសឆុងប្រចាំខែ1ម៉ែខាលថោះរួងអញ្ចឹង1ម៉ែណា1ម៉ែនេះហើយខាលថោះរួងចាប់ពីនេះរហូតដល់រួងនេះដែរណា45ដល់145ដែរអញ្ចឹងទិសប្រមាណហ្នឹងគឺជាទិសដែលយើងត្រូវប្រយ័ត្នបំផុតនៅក្នុងខែមករានេះរហូតដល់ដើមខែ2ណាអញ្ចឹងអានេះគឺជាវិធីមើលណាយើងត្រូវប្រយ័ត្នសូនអស់ហ្នឹងព្រោះកន្លងមកខ្ញុំឆ្លងធ្វើវីដេអូបញ្យល់ដែរប៉ុន្តែបងប្អូនខ្លះគាត់ចូលពាក់កណ្ដាលឆ្នាំទៅក៏អត់បានចាប់អារម្មណ៍មើលណាអញ្ចឹងយើងត្រូវប្រយ័ត្នអាហ្នឹងណារូបមន្តនេះគឺជារូបមន្តបុរាណចំតែម្ដងបើរូបមន្តនៅក្នុងវីដេអូហុងស៊ុយប្រចាំឆ្នាំខ្ញុំយកតែទិសគោលទេអញ្ចឹងទិសគោលនោះអាហ្នឹងគឺសម្រាប់សម្របទៅតាមសង្គមទូទៅទាំងអស់ណាតែសម្រាប់យើងជាក្រុមពិសេសខ្ញុំបញ្យល់អំពីការសាយភាយនៃកម្លាំងធម្មពលនេះអូខេឥឡូវខ្ញុំទៅមើលតារាងបន្ទាប់ទៀតមុនចូលតារាងប្រតិទិននេះខ្ញុំមកតារាងមួយនេះសិននេះណាយើងតារាងនេះហើយនៅតារាងនេះដូចគ្នាទេខ្ញុំបញ្យល់តារាងនេះតែម្ដងណាអញ្ចឹងនេះគឺជាតារាងប៉ាជើប្រចាំខែមករា2026ដែលត្រូវនឹងខែឆ្លូវឆ្នាំអាសាញ់ណាចាប់ពីវាមានឥទ្ធិពលចាប់ពីថ្ងៃទី5មករាទៅមានន័យថាចូលដល់ខែឆ្លូវគឺចាប់ពី5មករាទៅវេលាម៉ោង 16:25 ណា 16:25 នៅក្នុងថ្ងៃទី5ខែមករាហ្នឹងគឺជាវេលាដែលចាប់តាមចូលដល់ខែឆ្លូវតទៅណាហើយរហូតដល់ថ្ងៃទី4ខែកុម្ភៈថ្ងៃទី4កុម្ភៈនេះដូចជាម៉ោង4ភ្លឺណាម៉ោងខាលណាតាមខ្ញុំចាំបានណាបងប្អូនដែលចេះប្រើប្រតិទិន10000ឆ្នាំគាត់អាចបើកមើលខ្លួនឯងបានអញ្ចឹងនៅថ្ងៃទី5មករានោះគឺជាថ្ងៃថោះណាដីដកនៅលើថោះរួមជាមួយនៅក្នុងខែដីដកនៅលើឆ្លូវអញ្ចឹងមានន័យថាតលតែដល់ម៉ោងនេះបានបដូរមកដល់ខែឆ្លូវដីដកនៅលើឆ្លូវហ្នឹងអញ្ចឹងម៉ោងនេះគឺជាចន្លោះម៉ោងវកដែលមានទឹកបូកនៅលើវកក្នុងឆ្នាំអាសាញ់ណាអញ្ចឹងនៅក្នុងពេលវេលានេះជាប្រចាំឆ្នាំអ្នកដែលល្អខ្លាំងគឺវកហើយល្អមធ្យមរកាឆ្លូវអ្នកឆុងខ្លាំងប្រចាំឆ្នាំគឺកុលឆុងមធ្យមខាលនិងវកណាព្រោះវកល្អផងមិនល្អផងណាអ្នករៀនប៉ាជឺគាត់យល់ដែរហើយប្រចាំខែគឺខែឆ្លូវនេះអ្នកដែលល្អខ្លាំងគឺជូតអ្នកល្អមធ្យមគឺម្សាញ់ហើយនិងរកាអ្នកដែលឆុងខ្លាំងប្រចាំខែគឺមម៉ែហើយអ្នកដែលឆុងមធ្យមនៅក្នុងខែមករានេះគឺចរងមមីណាអាហ្នឹងគឺវិធីមើលហើយនេះណាក្នុងតារាងនេះគឺជាតារាងបែងចែកថាយើងតួរិស័យថ្ងៃអីគេអញ្ចឹងតួរិស័យថ្ងៃណាអានេះឧទាហរណ៍ថានេះគឺជាតារាងសម័យខ្លួនយើងផ្ទាល់ខ្លួនយើងអញ្ចឹងតួថ្ងៃរបស់យើងអីគេយើងមើលប្រអប់ហ្នឹងណាមើលប្រអប់ហ្នឹងរិស័យមេឃនៅក្នុងតួថ្ងៃនៃវេលាកំណើតរបស់យើងអញ្ចឹងឧទាហរណ៍គាត់ដីដកណាដីដកនេះដីដកអញ្ចឹងនៅក្នុងរិស័យមេឃប្រចាំខែគឺដីដកដែរអញ្ចឹងដីដកជួបដីដកគឺ friend មានមិត្តណាសបោមិត្តហើយរិស័យដីណាឆ្លូវមានដីដែរណាអញ្ចឹងមានមិត្តសបោមិត្តមានអ្នកយល់ចិត្តច្រើនប៉ុន្តែមិត្តហ្នឹងរឿងផ្សេងមួយទៀតគឺបើសិនជារិស័យយើងខ្លាំងរឹងមាំសបោមិត្តនេះគឺយើងខាតលៀបទៅវិញទេព្រោះនៅពេលដែលយើងមានលុយច្រើនហើយមានមិត្តច្រើនមិត្តហ្នឹងគឺមកសុំលុយហើយមកទាញប្រយោជន៍ពីយើងហើយតែបើសិនជារិស័យយើងទាបរិស័យយើងខ្សោយហើយសបោមិត្តច្រើនអញ្ចឹងមិត្តនោះមកជួយយើងវិញណា
thằng buồn ba chứ nữa khi ông bây giờ trong việc chun bom ôn nhưng ở thiệp chun khác lắm ở này không khaiทำไม nắng dương cầm miền EG miền F miền IW cho móc chìm mùi đàiខ្ញុំនឹងចែកជូនតារាងមួយនិយាយអំពី Ten God ហ្នឹងសម្រាប់បងប្អូនយើងអ្នកអត់ដែលរៀនប៉ាជឺដើម្បីយល់អំពីអត្ថន័យនៃកត្តានីមួយៗហ្នឹងណាខ្ញុំនឹងចែកជូនបន្ថែមមិនដែរអត់បានឥឡូវទេគឺពេលក្រោយហ្នឹងខ្ញុំនឹងចែកជូនអញ្ចឹងសម្រាប់អ្នកដែលភ្លើងបូកណាភ្លើងបូកគាត់ជួប HO ណាជួប HO គាត់ជួប DW HO DO ណាអាហ្នឹងគឺយើងដឹងខ្ញុំបញ្ចេញតារាងនេះគឺដើម្បីជួយឲ្យបងប្អូនយើងអាចដឹងថានៅក្នុងខែថ្មីនេះយើងមានធម៌ពលបែបណាអត្តចរិតយើងប្រែប្រួលបែបណាគឺយើងនឹងឃើញពីការទំនាក់ទំនងទាំងអស់នេះណាខ្ញុំនឹងមានចេញជាឯកសារថ្មីខុសពីឆ្នាំមុននៅប្រហែលជាពាក់កណ្ដាលខែឬក៏ចុងខែអាស្រ័យទៅលើវេលាខ្ញុំដែលអាចឆ្លៀតបានណាខ្ញុំនឹងមានតារាងមួយទៀតបញ្យល់បងប្អូនយើងឲ្យយល់រៀងស៊ីជម្រៅជាងហ្នឹងហើយជាឯកសារដែលមានអត្ថប្រយោជន៍សម្រាប់បងប្អូនដឹងអំពីកត្តារាសីរបស់ខ្លួនប្រចាំខែបន្ថែមទៀតណាអញ្ចឹងយើងដឹងហើយថាវេលាឆ្លងខែគឺថ្ងៃទី5មករាម៉ោង 4:25 តទៅ25ល្ងាចណាអញ្ចឹងយើងបកមកតារាងប្រចាំខែរបស់យើងនេះវិញណាតារាងប្រចាំខែអញ្ចឹងថ្ងៃទី5ម៉ោងប៉ុន្មានម៉ោង 16:25 អញ្ចឹងណានៅមុនម៉ោង 16:25 គឺយើងនៅក្នុងខែជូតនៅឡើយទេតែនៅពេលដែលម៉ោង 16:25 ទៅយើងចូលដល់ខែឆ្លូវណាទៅចំណាំអញ្ចឹងនៅថ្ងៃទី5នេះពេលព្រឹកគឺនៅក្នុងខែឆ្លូវនៅឡើយទេតែចាប់ពីម៉ោងប៉ុណ្ណេះទៅចាប់ពីម៉ោងរសៀលទៅណាពេលល្ងាចទៅគឺយើងចាប់ដើមចូលដល់ខែឆ្លូវណាមុននឹងខែជូតឥឡូវចូលដល់ខែឆ្លូវណាចាប់ពីម៉ោងនេះទៅណាទៅចំណាំអញ្ចឹងហើយនៅក្នុងតារាងនេះណាអានេះតួខែណាអានេះថ្ងៃពុធពហុអញ្ចឹងទៅហើយនេះគឺជាតួថ្ងៃតាមកតារាសីអញ្ចឹងឧទាហរណ៍ថ្ងៃនេះថ្ងៃភ្លើងបោកលើជូតអញ្ចឹងអ្នកដែលឆុងប្រចាំថ្ងៃនេះគឺអ្នកដែលមានតួមមីណាហើយថ្ងៃនេះជាប្រភេទថ្ងៃ establish អញ្ចឹងយើងអាចធ្វើកិច្ចការងារទាំងអស់នេះបាននាមរឹកទាំង12ហើយហាមគឺហាមកិច្ចការទាំងអស់នេះណាហើយអានេះអត់មានហាមកិច្ចការទេប៉ុន្តែយើងអាចធ្វើកិច្ចការនេះបានអញ្ចឹងទាំងអស់នេះគឺមានស្លាកសញ្ញាវានៅខាងក្រោមមានបញ្យលនៅខាងក្រោមអីណាអានេះផ្ដើមកិច្ចការថ្មីអានេះការធ្វើដំណើរអានេះបើកវគ្គសិក្សាណាគឺយើងមានអត្ថន័យរបស់វានៅខាងក្រោមហ្នឹងហើយខ្ញុំជំរាបជូនមួយទៀតផងដែរថាយើងត្រូវយកអានេះជាគោលណាត្រូវយកនេះជាគោលអញ្ចឹងបើសិនជាអានេះល្អណាគេឲ្យធ្វើបានណាធ្វើបានអញ្ចឹងបងប្អូនអាចធ្វើកិច្ចការងារពាក់ព័ន្ធក្រហមនឹងបានទោះបីជាអានេះគេហាមក៏ដោយបើសិនជាអានេះធ្វើបានអានេះហាមបងប្អូននៅតែធ្វើបានអញ្ចឹងអានេះនៅធ្វើបានអញ្ចឹងតែបើសិនជាអានេះហាមណាទីហោថាហាមពេលហ្នឹងរត់ឃើញដែរតែបើសិនជាគេហាមឧទាហរណ៍នេះណាគេហាមរូបមឈូសនេះហើយនេះគេហាមទៀតអញ្ចឹងថ្ងៃហ្នឹងដាច់ខាតអត់ធ្វើទេណាបើក្នុងនេះហាមក៏អត់ធ្វើដែរអញ្ចឹងមានន័យថាត្រូវយកអានេះជាគោលបើអានេះគេហាមឬក៏គេឲ្យធ្វើបងប្អូនត្រូវហាមតាមគេហើយក៏អាចធ្វើបានបើសិនជាចាំបាច់ត្រូវធ្វើតែបើសិនជាហាមទាំងពីរអានេះក៏គេហាមអានេះក៏គេហាមគឺអត់ធ្វើទេដាច់ខាតតែបើសិនជាអានេះអត់ហាមទេអានេះគេហាមអានេះអត់ហាមណាអានេះគេហាមអានេះអត់ហាមអញ្ចឹងក៏អត់ធ្វើបានដែរកិច្ចការនោះអញ្ចឹងខ្ញុំផ្ញើតារាងមួយទៀតនៅក្នុងថ្នាក់រើសវេលាឲ្យបងប្អូននឹងមើលចង់ខ្ញុំទៅសេបញ្ជាក់ជូនបន្ថែមក៏បានណាអញ្ចឹងមានន័យថាយើងត្រូវយកអានេះជាគោលណាតារាងនៅក្នុងជួរហ្នឹងណាយកនេះជាគោលធំតែម្ដងហើយសម្រាប់បងប្អូនដែលចង់រើសថារើសឲ្យវាល្អខ្លាំងតែម្ដងអញ្ចឹងតលទៅវាក្រហមទាំងសងខាងក្រហមតែនេះក្រហមទាំងខាងនេះណាល្អសម្រាប់ហ្នឹងមានទាំងពីរឬមួយក៏គេអត់បញ្ជាក់អានឹងធ្វើបានតែបើសិនគេបញ្ជាក់ថាហាមហើយគឺដាច់ខាតអត់ធ្វើទេតែហាមហើយដាច់ខាតអត់ធ្វើទេណាត្រូវយល់អញ្ចឹងតែម្ដងណាអញ្ចឹងអានឹងគឺជាវិធីមើលហើយមួយទៀតបើសិនជាមានសញ្ញាអីណាមួយក៏ដោយឲ្យតែនៅក្នុងនេះថាអំពើបាតុកិច្ចនេះគឺអត់ធ្វើដែរបើសិនជាកិច្ចការចាំបាច់គឺអត់ធ្វើទេណាអត់ធ្វើទេ
ឲ្យតែមានសញ្ញានៅក្នុងនេះគឺអត់ធ្វើទេត្រូវពជាពេលដែរណាយើងអត់ធ្វើថ្ងៃហ្នឹងទេតោះណាអាហ្នឹងគឺជាវិធីដែលយើងប្រើប្រាស់កម្លាំងធម្មពលហ្នឹងព្រោះពេលវេលានោះវាអត់ល្អទេសម្រាប់កិច្ចការទាំងឡាយតែបើសិនជាយើងធ្វើអីណាមួយបន្តមកហើយដល់ពេលដល់ថ្ងៃហ្នឹងឃើញមានសញ្ញាហាមនេះតែយើងធ្វើបានអត់គឺធ្វើបានគេហាមនេះសម្រាប់កិច្ចការថ្មីដែលយើងទើបនឹងចាប់ផ្ដើមប៉ុណ្ណោះតែបើសិនជាយើងចាប់ផ្ដើមយូរហើយអានឹងអត់ជាបញ្ហាទេណាកុំបារម្ភអីតោះណានេះតារាងប្រចាំខែអញ្ចឹងនេះអត់ពិបាកទេនេះតារាងម៉ោងល្អណាអញ្ចឹងទៅថ្ងៃនេះថ្ងៃសុក្រហ្នឹងអញ្ចឹងសម្រាប់ម៉ោងល្អណាថ្ងៃហ្នឹងគឺថ្ងៃសុក្រអញ្ចឹងរាសីខែគឺដីដកលើជូតអ្នកឆុងប្រចាំខែគឺមមីហើយរាសីថ្ងៃណាភ្លើងបោកលើជូតអ្នកឆុងប្រចាំថ្ងៃគឺមមីទៀតអញ្ចឹងមមីថ្ងៃនេះតួសាច់តិចអីត្រួតណាពីត្រួតអញ្ចឹងនៅក្នុងថ្ងៃនេះម៉ោងដែលល្អសម្រាប់យើងធ្វើកិច្ចការទាំងឡាយគឺម៉ោងជូតហើយនឹងឆ្លូវអញ្ចឹងសោកស្ដាយបន្តិចជូតនឹងឆ្លូវវាពេលដែលយើងកំពុងគេអញ្ចឹងធ្វើអីអត់កើតដដែលនោះខាតហើយម៉ោងដែលមិនល្អខ្លាំងគឺម៉ោងរោងមមីមម៉ែអញ្ចឹងម៉ោង3នេះណា3ម៉ោងនេះគឺជាវេលាដែលគេប្រាប់ថាពេលវេលាហ្នឹងចាប់ដើមកិច្ចការថ្មីអត់ល្អទេអញ្ចឹងកុំធ្វើអីណាអញ្ចឹងសួរថាចុះអាម៉ោងផ្សេងទៀតដែលគេអត់ហាមនោះយ៉ាងម៉េចដែរអញ្ចឹងម៉ោងផ្សេងទៀតដែលគេអត់ហាមនោះធ្វើបានវាធម្មតាមិនល្អខ្លាំងហើយក៏មិនអាក្រក់ខ្លាំងតែក៏វាមិនបកកជាធម្មពលដែលរំខានយើងដែរអញ្ចឹងធ្វើបានម៉ោងដែលគេមិនបញ្ជាក់នោះអ្វីដែលយើងចង់បានខ្លាំងបំផុតគឺម៉ោងល្អខ្លាំងហើយអ្វីដែលយើងត្រូវប្រយ័ត្នដែលយើងត្រូវជៀសឲ្យបានគឺម៉ោងដែលមិនល្អខ្លាំងនេះឯងណាហ្នឹងគឺជាវិធីមើលណានេះគឺតារាងម៉ោងល្អនិងម៉ោងមិនល្អប្រចាំថ្ងៃយើងមានអ្នកមានរាសីល្អនិងរាសីមិនល្អប្រចាំថ្ងៃទៀតអញ្ចឹងឧទាហរណ៍ថ្ងៃនឹងដដែលអ្នកមានមមីនេះគឺដឹងថាមិនល្អទៅហើយណាគាត់មាននៅក្នុងនេះបាត់សំខាន់ឆុងប្រចាំខែឆុងប្រចាំថ្ងៃហើយអញ្ចឹងថ្ងៃនេះគឺមិនល្អហើយអ្នកដែលមានរាសីល្អប្រចាំថ្ងៃហ្នឹងគឺជូតឆ្លូវរោងហើយនឹងវកណាជូតឆ្លូវរោងហើយនឹងវកអ្នកដែលមានរាសីមិនល្អទេគឺមានខាលថោះមមីមម៉ែចោក្នុងថ្ងៃហ្នឹងអញ្ចឹងតែយើងមានរាសីមិនសូវល្អទេយើងជៀសវាថ្ងៃហ្នឹងទៅណាថ្ងៃហ្នឹងអត់សូវល្អសម្រាប់យើងទេកុំធ្វើអីថ្មីកុំធ្វើអីល្អប្លែកណាអ្វីដែលយើងចាប់ដើមកន្លងមកហើយគឺយើងធ្វើទៅតែបើថាទៅចាប់ដើមថ្មីសម្ពោធអីថ្មីចាប់ដើមការងារថ្មីទៅកន្លែងហ្នឹងនៅថ្ងៃហ្នឹងអានឹងអត់ល្អទេត្រូវជៀសហើយណាអានឹងវិធីមើលណាអញ្ចឹងខ្ញុំបានបញ្យល់គ្រប់តារាងហើយសង្ឃឹមថាបងប្អូនបានយល់អំពីការប្រើប្រាស់តារាងទាំងអស់នេះហើយស្វាគមន៍ជានិច្ចណាបើសិនជាមានសំណួរអីទាំងឡាយដែលពាក់ព័ន្ធនឹងឯកសារទាំងអស់របស់យើងនេះអាចសួរនៅក្នុងក្រុមចក្រវាលក្លឹបទៅហើយខ្ញុំនឹងបញ្យល់បន្ថែមបាទអរគុណច្រើនហើយជូនពរសំណាងល្អទាំងអស់គ្នា